នេះគឺជាត្រីមួយប្រភេទទៀតដែលរស់នៅក្នុងសមុទ្រទឹកជ្រៅដែលមានឈ្មោះថា Anglerfish ត្រីប្រភេទនេះត្រូវបានរកឃើញជាង300ប្រភេទផ្សេងគ្នាហើយអាចរស់នៅក្នុងជម្រៅទឹករហូតដល់2500ម៉ែត្រត្រី Anglerfish ដែលយើងតែងជួបប្រទះពីច្រើនមានមាត់ធំក្បាលធំនិងធ្មេញដ៏ស្រួចហើយនៅលើក្បាលរបស់វាមានដុំភ្លើងសម្រាប់បំភ្លឺដុំភ្លើងនេះទៀតសោតត្រូវបានបង្កើតឡើងដោយសារបាក់តេរីមួយយ៉ាងដែលមាននៅក្នុងខ្លួនត្រីនេះនៅក្នុងសមុទ្រទឹកជ្រៅពុំមានពន្លឺព្រះអាទិត្យជះចូលទៅដល់នោះទេដូច្នេះត្រីនេះត្រូវប្រើប្រាស់ភ្លើងនៅលើក្បាលដើម្បីទាក់ទាញសត្វដទៃទៀតដែលជាចំណីរបស់ខ្លួនក្នុងករណីពូជត្រីខ្លះដែលរស់នៅក្នុងសមុទ្រទឹកជ្រៅខ្លាំងអាហារពិតជាកម្រណាស់ជាមូលហេតុដែលធ្វើឲ្យត្រីនេះមិនសូវបញ្ចេញកម្លាំងនៅក្នុងការហែលទឹកនោះទេព្រោះវាត្រូវការចាំបាច់សន្សំថាមពលរបស់វាតាមដែលអាចធ្វើទៅបានចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះគឺត្រីឈ្មោលភាគច្រើនតែងជាប់ខ្លួនជាមួយនឹងត្រីញីដើម្បីបន្តពូជនិងបឺតយកសារជាតិចិញ្ចឹមពីខ្លួនត្រីញីព្រោះត្រីឈ្មោលមានទំហំតូចណាស់វាពិបាកក្នុងការស្វែងរកចំណីដោយខ្លួនឯងហើយនៅក្នុងសមុទ្រទឹកជ្រៅដែលមានសភាពងងឹតនិងធំល្វឹងល្វើយនេះវាក៏មិនងាយជួបប្រទះដៃគូរបស់វានោះទេតាមការស្រាវជ្រាវបានបង្ហាញថាត្រី Anglerfish នេះអាចរស់នៅបានរហូតដល់30ឆ្នាំចំណែកឯត្រីឈ្មោលវិញអាចរស់នៅបានត្រឹមតែ20ឆ្នាំប៉ុណ្ណោះបើទោះបីជាត្រីនេះមានរូបរាងដ៏គួរឲ្យខ្លាចតែវាជាអាហារដ៏ឆ្ងាញ់ពិសានិងសម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទដូចជា collagen ជាដើមដែលម្ហូបដ៏ពិសេសនេះមានបម្រើជូននៅក្នុងសណ្ឋាគារ Orion Hotel ក្នុងប្រទេសជប៉ុននៅរដូវរងា